cam thi VMware chỉ muốn sần tỏ lâu chập đám ba VMware đầm bay setup Windows Server 2017 อย่าง này này dương châu miền Hải dương châu anh ấy nhầm xong remove cho một môn sân để sao về cho dương châu tập phá lắm do liên đầm bay thì này đầm làng về dương chơi này tập mà đi ơi tàu chưa sót để dân tục nó tí né đầm bay vô mà setup Windows Server 2017 nè chạy lơ với ai chọn vô open tập mà dương chỉnh lịch to tiền anh ấy về tiêm tia khi không ca cái Windows Server 2017 nè bài dương mến dương đã các bạn tay bài dương mình mến dương mạch đã với các bạn dương chỉnh lịch to dương bài giờ bạn đã khi dương tàu vô nổ là bay đa to tàu này thì bài vô lo là những dân cua thằng pin khi với các bạn này dân pin này bên mua đây dân chọn đại nằm năng Windows Server 2017 nữa đi password hay passwordได้ผมได้ password ពីយើងដូចគ្នាដើម្បីគេថាបញ្ជាក់ឲ្យវាស្គាល់គ្នានិយាយហីយ៉ាងហ្នឹងហើយយើងលុបចោលវាចុះទុកវាទុកតែត្រឹម Windows Server 2008ហ្នឹងបានហើយកន្លែងនេះដោយសារជ្រើសរើសទីតាំងអញ្ចឹងខ្ញុំសូមទុកក្នុងត្រៃ ID ចុះអាហ្នឹង void ត្រៃ C ភាគកុងទ័រខ្លះជួនកាលវាស្គាល់កុងទ័រខ្លះជួនកាលវាអត់ស្គាល់ទេដូច្នេះខ្ញុំសូមការដោយសារខ្ញុំនេះខ្ញុំបង្កើត folder មួយហើយខ្ញុំដាក់ Windows Server 2008ខ្ញុំទុកនៅក្នុងហ្នឹងចុច OK នេះចុច next បន្តទៀតកន្លែងនេះវាត្រូវការ 40.0 ហ្នឹងមានថាហ្នឹងវា 40G ក្នុងការដំឡើង Windows Server ហ្នឹងវាត្រូវការចំនួន 40G ឡើងទៅវាអាចទុក soft Windows Server ក្នុង VMware យើងនឹងបានចុច next បន្តនេះវាឡើងមកកន្លែងនេះ 40G បងប្អូនហើយកន្លែងនេះវាឡើង1024ហ្នឹងវាស្មើនឹង 1G ចុច finish នេះបងប្អូនវាកំពុងតែដំណើរការឲ្យយើងហើយហើយរងចាំវាយូរបន្តិចបាទវាកំពុងចាប់ដើមដំណើរការយើងដើមបន្តិចម្ដងក្នុងការដំឡើងហ្នឹងបងប្អូនត្រូវចំណាយពេល6-7 នាទីទៅតាមកុងទ័ររបស់យើងកុងទ័រខ្លះវាដើរតិចជាងហ្នឹងកុងទ័រខ្លះវាដើរយូរជាងហ្នឹងទៅតាមល្បឿនរបស់ CPU របស់កុងទ័រយើងអញ្ចឹងណាបងប្អូនបាទនេះវាកំពុងដំណើរការឲ្យនេះមានន័យថាវាទៀមទា key ដើម្បីយកមកក្រេកកណ្ដឹងបងប្អូនមានត្រូវការទៅចូលយកវាឥឡូវខ្ញុំបាទសូមទៅចូលយក key នឹងយកមកដាក់ប៉ុន្តែបើយើងមិនយក key នឹងយកមកដាក់ក៏បានដែរបងប្អូនយើងគ្រាន់តែចុច next វាបន្តទៀតក៏បាន key វាយកមកដាក់ទៅបានបើយើងចុច next ហើយយើងចុច no វាអាចដំណើរការយើងបានប៉ុន្តែវាដើរយូរបន្តិចតែបើយើងពេញ key ហើយយើងចុច next ហើយចុច yes ទៅគឺវាដើរលឿនហើយខ្ញុំសាកបងសាកចុច next ហើយចុច no ឥឡូវវាដាក់ដំណើរការយើងបាទបងប្អូនចាប់ផ្ដើមដើរឃើញកន្លែងនេះទេ 0% ហើយវាចុច3ដងហ្នឹងមានន័យថាវាកំពុងដំណើរការឲ្យយើងក្នុងការដំឡើង Windows Server 2008នេះការដំឡើង Windows Server 2008ហ្នឹងវាស្តៀងទៅនឹងការឈូស Windows របស់យើងដូចគ្នាប៉ុន្តែអានេះដោយសារខ្ញុំដំឡើងបែបនេះវាខុសពីការឈូស Windows 40% ទៅ 50% តែបើយើងឲ្យ VMware ហ្នឹងគឺយើងអាចដំឡើង Windows 8 Windows 7 Windows 10 នៅក្នុងហ្នឹងបានដូចគ្នាហើយការដំឡើង Windows 8 Windows 7 Windows 10 ហ្នឹងគឺវាដូចគ្នាទៅនឹងឈូស Windows ដូចគ្នាដែរវាមួយខោមិនទៅដើរបាន 54% ទៀតគឺត្រូវការដើរអស់ 5 ចំណុចហ្នឹងទៅវាចូលដល់ជំហានបន្ត
อยู่ที่ให้เป็นโลโจตากลายกรีเพโรยเป็นมาซาเรียนបាទនេះវាដំណើរការទៀតហ្នឹងវាលោតចូលវិញហើយវានៅមួយចំណុចទៀតគឺវាលោតចូលដល់ចំណុចបន្តទៀតបាទអានេះវាដើរបានហើយ80%វានៅហើយ20%ទៀតតាមចំណុចលេខ1 2បងប្អូនបាទវាលោតអានេះមួយទៀតហើយវាលោត3ដងបងប្អូនអាហ្នឹងបាទវាដំណើរការយើងទៀតហើយតែនឹងយើងចុចយកពាក្យ OK ក៏បានឬក៏ចុចខ្វែងចោលក៏បានបាទវាដំណើរការឲ្យយើងទៅមុខទៀតដោយសារមិញវាកឹងបន្តិចកុំទៅវាតែវាខ្សោយអញ្ចឹងបងប្អូនបាទនេះវាលោតឲ្យដំណើរការយើងប៉ុន្តែអានេះវាដំណើរការហ្នឹងដោយសារយើងបើយើងដាក់ key តាំងពីដើមមកដាក់ password ដាក់ឈ្មោះហ្នឹងវាលោតចេញមកផ្សេងពីហ្នឹងប៉ុន្តែនេះយើងអត់តាន់ដាក់ key អត់តាន់ដាក់ឈ្មោះអត់តាន់ដាក់ password អញ្ចឹងយើងត្រូវការចូលទៅដាក់ឈ្មោះវាសិនយើងត្រូវការ close នេះចោលក៏បានយើងដកវាចោលក៏បានបាទនេះយើងសូម close វាចោលទៅនេះបើយើងបានបំពេញ key បំពេញឈ្មោះវាតាំងពីដើមមកវាលោតដល់កន្លែងចំណុចហ្នឹងគឺវាហើយរួចរាល់ជាការស្រេចប៉ុន្តែដោយសារខ្ញុំអត់បានដាក់ key និងអត់ដាក់ឈ្មោះវាតាំងពីដើមមកអញ្ចឹងយើងត្រូវការទៅចូលដាក់វាយើងអាចចូលពាក្យថា start នេះយើងឃើញកន្លែងមកតក់ទូចមួយនេះអាចទៅបិទវាបានហើយនេះគឺវាឲ្យយើងដាក់អក្សរអីមួយដើម្បីយើងណាមថាយើងបានបិទវាងាយស្រួលក្នុងការបើកវិញយើងចុចពាក្យអក្សរអីក៏បានដែរវាថាអូខេវាបិទឲ្យយើងបាទនេះវាបិទឲ្យយើងហើយហើយយើងបើយើងចង់បើកវាវិញយើងត្រូវចូលកន្លែងនេះចុចវាលើវាមកវានឹងបើក Windows Server 2008ឲ្យយើងវិញអានេះគឺយើងបើកមុនមិញខ្ញុំបានបិទ Windows Server 2008ហ្នឹងឥឡូវខ្ញុំបើកវាសាកដំណើរការមើលតើវាអាចដំណើរការបានអត់បាទកន្លែងពាក្យ admin នេះគឺកន្លែងដែលយើងចូលទៅដាក់ឈ្មោះហ្នឹងដើម្បីដាក់ឈ្មោះ user មួយទៀតចុចលើវាមកចុចយកពាក្យ OK នេះវាឲ្យយើងបំពេញ password admin មួយទៀតហើយបងប្អូនយើងសូមបញ្ចូល password យើងមួយមកដែលងាយយល់ហើយនឹងដែលងាយយល់សម្រាប់យើងចងចាំខ្លួនឯងហ្នឹងកុំឲ្យគេដឹងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចូល password ខ្ញុំបាទយើងចុចសញ្ញាព្រួយមកបាទនេះគឺជាការស្រេចសូមចុច OK បាទនេះเป็นដំណើរការយើងហើយបាទនេះហើយเราយើងសូមចូលពាក្យ start មកដើម្បីបិទវាវិញនេះគឺបំពេញឈ្មោះមកបាទហើយខ្ញុំសូមបំពេញឈ្មោះខ្ញុំហ្មងទៅដាក់ support អូខេ yes បាទនេះគឺវាបិទ Windows Server 2008យើងហើយបាទប៉ុណ្ណេះសូមអរគុណបងប្អូនសូមជម្រាបលា